សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងអូតូនិយមស្តីអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី4ខែធ្នូឆ្នាំ2025សម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូងមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងអេសានដែលបក់លើអាងទន្លេមេគង្គសមុទ្រកម្ពុជាសមុទ្រអាណ្ដាមែននិងលើព្រះរាជាណាចក្រកម្ពុជាស្ថានភាពបែបនេះនឹងធ្វើឲ្យនៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី4ដល់ថ្ងៃទី6ខែធ្នូឆ្នាំ2025នៅតំបន់វាលទំនាបសីតុណ្ហភាពមធ្យមអបបរមា20អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា29អង្សាសេខ្យល់បក់មកពីទិសឦសាននិងទិសបូព៌ាមានល្បឿនមធ្យម5ម៉ែត្រក្នុង1វិនាទីមានខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្ដាល តាកែវ ស្វាយរៀង និងភ្នំពេញអាចមានភ្លៀងធ្លាក់និងខ្យល់កន្ត្រាក់គ្របដណ្ដប់ 15% ចំណែកឯខេត្តបន្ទាយមានជ័យពុំមានភ្លៀងធ្លាក់ទេដោយឡែកនៅតំបន់ខ្ពង់រាបសីតុណ្ហភាពមធ្យមអបបរមា21អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា29អង្សាសេខ្យល់បក់មកពីទិសឦសាននិងទិសបូព៌ាមានល្បឿនមធ្យម3ម៉ែត្រក្នុង1វិនាទីមានខេត្តកំពង់ស្ពឺបៃលិនព្រះវិហារក្រចេះស្ទឹងត្រែងរតនគិរីមណ្ឌលគិរីជួរភ្នំដងរែកនិងតំបន់ជួរភ្នំក្រវាញ់អាចមានភ្លៀងធ្លាក់និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 10% ចំណែកខេត្តឧត្តរមានជ័យពុំមានភ្លៀងធ្លាក់ទេរីឯនៅតំបន់មាត់សមុទ្រសីតុណ្ហភាពមធ្យមអបបរមា20អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា30អង្សាសេខ្យល់បក់មកពីទិសឦសាននិងទិសអាគ្នេយ៍មានល្បឿនមធ្យម5ម៉ែត្រក្នុង1វិនាទីមានខេត្តកោះកុងព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោអាចមានភ្លៀងធ្លាក់និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 10% រលកសមុទ្រមានកម្ពស់មធ្យមអបបរមាកន្លះម៉ែត្រនិងកម្ពស់មធ្យមអតិបរមា1ម៉ែត្រកន្លះអាស្រ័យដោយបានជម្រាបជូនខាងលើសូមសាធារណជនទទួលជ្រាបជាព័ត៌មាន